សូមស្វាគមន៍មកកាន់ការសិក្សាភាសាចិន step by step ដែលនឹងបង្ហាញពី step នីមួយៗក្នុងការសិក្សាភាសាចិនដើម្បីផ្ដល់ភាពងាយស្រួលក្នុងការសិក្សានៅផ្ទះដោយខ្លួនឯងតើឥឡូវយើងចាប់ផ្ដើមចូលជាមួយនឹងស្រៈថ្មីដែលជាស្រៈពេញតួសរុបទាំងអស់គឺមាន16តួដែលនៅក្នុងភាសាចិនគឺយើងអានថាចឹងធីរិនទូស្រៈផ្សំ16តួហើយតើ现在跟老师读អានតាម老师តើសម្រាប់4ខាងលើនេះគឺយើងអានបែបកោងឡើងលើតោះ跟老师读知吃是日知吃是一五一耶月圆音云影好តោះឥឡូវសាអានម្ដងទៀតតោះម្ដងទៀត知知吃是日知吃是一五好的ตោះ一耶月圆音影好的ចុងក្រោយគឺអញ្ចឹងសរុបទាំងអស់មកគឺយើងមានរហូតដល់ទៅ16តួអានេះគឺជាស្រៈចុងក្រោយបន្ទាប់ពីយើងចប់ស្រៈចុងក្រោយនឹងទៅដោយឡាស៊ឺនិយាយបញ្ជាក់ខាងលើអញ្ចឹងគឺយើងចាប់ផ្ដើមចូលរៀនមេរៀនទី1ទៅតែម្ដងអញ្ចឹងឡាស៊ឺសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណេះសិនហើយយើងនឹងជួបគ្នាទៀតនៅវីដេអូបន្ទាប់សូមអរគុណ